សួស្តីបងប្អូនទទួលទេប្រានេះវីដេអូទី2បងប្អូនវីដេអូនេះខ្ញុំលេងអត់ដាក់សណទេខ្ញុំដាក់បិទលុយនំប៉័ងក៏វិញទៅវាតែពួររៀងយប់ហើយត្រីផុសច្រើនបងប្អូនត្រីលេងលើទឹកអានេះខ្ញុំអង្គុយចាំមើលត្រីខ្សែឲ្យវាតឹងបងប្អូនពេលវាទីទៅត្រីវាតឹងខ្ញុំចង់វាត់បងប្អូននេះចូលហើយគូខ្សែតឹងខ្ញុំវាត់ចូលឲ្យជាប់មាត់បរោយបងប្អូនឥឡូវនេះខ្ញុំពេចបិទបើសិនបងប្អូនហើយវាត់មកប៊ីជាពាក់ត្រីកុំចូលបងប្អូនខ្ញុំបិទបើសិននៅធម្មតាជាពាក់បារីបងប្អូនមកវិញខ្លាំងមកវត្តខ្លាំងណាហើយត្រីកុំចូលហើយបងប្អូនវត្តឲ្យជាប់ឲ្យណៃទៅបងប្អូនត្រីខ្លាំងណានេះប្រភេទត្រីប្រាបងប្អូននេះមកលួសវត្តឲ្យជាប់បងប្អូនស្អីត្រីនេះធំដែរបងប្អូនទាញកម្លាំងដល់ស៊ូដងស៊ូចង់រួយបងប្អូនខ្ញុំលេងដាក់បិទនំប៉័ងវាដែរទៅបងប្អូនអានេះខ្ញុំសាររឿងលឿនតិចសិនទៅស្អីវីដេអូនេះរឿងយូរដែរពោះមកពីយើងដាក់ដងទុនបងប្អូនមិនសិតដងរឿងទាញមកលឿនទេតែនេះដងទុនបងប្អូនត្រីវានៅកម្លាំងណាខ្ញុំពងលេងជាមួយវាអមឲ្យវាអស់កម្លាំងសិនបងប្អូនទាញទៅមកបើស្អាតត្រីទាញយើងបធូខ្សែទៅបើសិនវាជប់ទាញយើងទាញវាមកបងប្អូនទាញទៅមកត្រីវាអស់កម្លាំងលឿនហើយប្រភេទទាញប្រាំងឥឡូវទាញចិត្តដល់ហើយបងប្អូនឥឡូវដល់ហើយតែត្រីវានៅអត់ចាញ់យើងទេវានៅកម្លាំងព្រោះត្រីនេះវាអត់ដែលមានស្គួយទេដល់ស្អីត្រីវានៅកម្លាំងបងប្អូននេះទាញមកដល់ហើយតោះតែវាខូចយើងវាស្រាវាអត់ដាច់ផ្លែបងប្អូនយើងចងខ្សែរៀងផ្លែធំដែរបងប្អូនមកស្រាឲ្យដាក់ដួងទៅគេដៃបងប្អូនអើយឥឡូវខ្ញុំដួសយកមកហើយនេះខ្ញុំលើកដៃមួយឲ្យចង់រួយបងប្អូននៅត្រីចូលធំដែរបងប្អូនខ្ញុំស្មានវាយជា3គីឡូបងប្អូនអើយនេះតោះតែវានឹងស្គប់បងប្អូនវែងចូលប្រហែលជា1ម៉ែត្រដែរបងប្អូនវែងត្រីវែងបងប្អូនអញ្ចឹងវាកម្លាំងណាស់នេះស្បែកខ្ញុំដែរបងប្អូនដោះផ្លែស្នាយកផ្លែមួយតែមួយបងប្អូនខ្ញុំដោះវាបងប្អូនដល់រៀងយូរតិចក៏ស្អីយកវាចូលជ្រៅបងប្អូនអរគុណមេវីដេអូមានតែប៉ុណ្្នឹងបងប្អូនជួយចែកម្លែកម្នាក់មួយផងដើម្បីបានវីដេអូថ្មីអរគុណ